សួស្តីបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះយើងនឹងរៀនអំពីលេខបូកលេខបូកគឺជាការបូកចំនួនបញ្ចូលគ្នាតោះយើងចាប់ផ្ដើមធ្វើលំហាត់ទាំងអស់គ្នា2បូក1ស្មើនឹងប៉ុន្មានបើយើងមាន strawberry ចំនួន2បូកបន្ថែម1ទៀតតើយើងមាន strawberry សរុបចំនួនប៉ុន្មានតោះយើងមករក strawberry ទាំងអស់គ្នា1 2 3យើងមាន strawberry ចំនួន3យើងមកបូកលេខ3បូក2ស្មើនឹងប៉ុន្មានបើយើងមាន strawberry ចំនួន3បូកបន្ថែម2ទៀតអញ្ចឹងតើយើងមាន strawberry ចំនួនប៉ុន្មានតោះយើងមករាប់ strawberry ទាំងអស់គ្នា1 2 3 4 5យើងមាន strawberry ចំនួន5 4បូក2ស្មើនឹងប៉ុន្មានបើយើងមានម្នាស់ចំនួន4បូកបន្ថែម2ទៀតអញ្ចឹងតើយើងមានម្នាស់សរុបចំនួនប៉ុន្មានតោះយើងមករាប់ទាំងអស់គ្នា1 2 3 4 5 6យើងមានម្នាស់សរុបចំនួន6លំហាត់បន្ត5បូក4ស្មើនឹងប៉ុន្មានបើយើងមានទំពាំងបាយជូរចំនួន5បូកបន្ថែម4ទៀតអញ្ចឹងតើយើងមានទំពាំងបាយជូរសរុបចំនួនប៉ុន្មានតោះយើងរាប់ទាំងអស់គ្នា1 2 3 4 5 6 7 8 9 10យើងមានទំពាំងបាយជូរសរុបចំនួន9ចូលដល់លំហាត់ថ្មី7បូក3ស្មើនឹងប៉ុន្មានបើយើងមានទំពាំងបាយជូរចំនួន7បូកបន្ថែម3ទៀតអញ្ចឹងតែយើងមានទំពាំងបាយជូរសរុបចំនួនប៉ុន្មានអញ្ចឹងយើងមករាប់ទំពាំងបាយជូរសរុបដែលយើងមានទាំងអស់គ្នា1 2 3 4 5 6 7 8 9 10អញ្ចឹងយើងមានទំពាំងបាយជូរសរុបចំនួន10លំហាត់បន្តមកទៀត8បូក5ស្មើនឹងប៉ុន្មានបើយើងមានក្រូចចំនួន8បូកបន្ថែម5ទៀតអញ្ចឹងតើយើងមានក្រូចសរុបចំនួនប៉ុន្មានអញ្ចឹងយើងមករាប់ទាំងអស់គ្នា1 2 3 4 5 6 7 8 9 10អញ្ចឹងយើងមានក្រូចសរុបចំនួន13លំហាត់ចុងក្រោយ6បូក8ស្មើនឹងប៉ុន្មានបើយើងមានក្រូចចំនួន6ផ្លែបូកបន្ថែម8ផ្លែទៀតអញ្ចឹងតើយើងមានក្រូចសរុបចំនួនប៉ុន្មាន1 2 3 4 5 6 7 8 9 10យើងមានក្រូចសរុបចំនួន14